mầm say mà nè ní còn cặp bỏ cô chơi mà giá đâm bay vô cô chơi từ phơi chỉ tràn chẳng á bên ta cô chơi nó nhọt đang thả đam chơi với mỗi tiếng bồn đời xa tại những vẹn squad đá bồn chẳng á ở đây chầm mơ cá thua một quát á còn thua tràn tranh bẹ cô chơi còn thua mấy ấy chẳng á tầm tu sna video này từng óc ní bông bồn tôi bị cọt cắt ăn bỏ cài chơi nhá chập đam này vô áp đạp chu tiếng mà chu vi tích tích chơi bông bồn chu về vi tranh sạch chơi sò chẳng á đâm bay đại châu nằm sân của vợ bay rồi học sập đời cái đấy cái nút bông bồn à lời có bộ chập đam này bông bồn sấy về thua chỉ rụng riêng thua mấy cái vì tranh mò sạt chẳng vậy tất cả thua quát cứ thaไปđược quát thua hơi cứ tha tất đại quát tranh mò cứ tha thua sạt khăng mình tên là mình sao mà bờ ròm này ní vậy tới có bật chiều bật cài rô cũng nó chạy bật khăng mình tên bông bồn hay bật thua prap xem để thua tranh bị đam chơi cô chơi chứ thua bán trái nó bông bồn vậy từ ô à lời có bộ chập đam này sấy dọa đông chơi để có bán cắt sấy mấy nhá bông bồn có mò sấy đã chốt không à mà sân của vợ bay rồi học sập đời cái này bông bồn đam bay chu việt thua chỉ rụng riêng chẳng à lời có bộ chập đam chu bông bồn vậy tới cá chu bọc quạt mùi cứ tha quạt riêng vô chất tốc đã khăng mình tên vậy tới sao tại cá thuaបែបនេះគឺគាត់ở đàoសំខាន់គេឲ្យវានេះឲ្យវាចេញមកមានរូបរាងស្អាតចឹងហើយចាននេះក៏លក់បានថ្លៃបងប្អូនក៏ធ្វើចេញពីអាគល់ឈើហ្នឹងបងប្អូនប៉ុន្តែអាគល់ឈើនេះញ៉ត់ដឹងថាមានឈ្មោះអីទេប៉ុន្តែបងប្អូនណាដឹងចាំជួយ comment 5ផងថាអាគល់ឈើដែលគាត់យកមកធ្វើចានអាហ្នឹងដើមឈើគេបងប្អូនឥឡូវក៏ពួកចាប់ដើមនេះឆ្នៃធ្វើក្បាច់សិនបងប្អូនចាននេះនិយាយទៅដូចជាចានសឡអញ្ចឹងបងប្អូនប៉ុន្តែខ្ញុំធ្លាប់តែឃើញចានគេធ្វើចេញមកពីថ្មគេធ្វើចេញមកពីដែកអីអញ្ចឹងប៉ុន្តែអត់ដែរបានឃើញសោះបងប្អូនអាចានធ្វើចេញមកពីឈើចេះប៉ុន្តែចានធ្វើចេញមកពីឈើចេះភាគច្រើនកម្របានឃើញការធ្វើពួកគេបងប្អូនអូ my god បងប្អូនឥឡូវក៏ចាប់ដើមចាក់ក្បាច់ធ្វើជារូបរាងនេះឆ្នូតអញ្ចឹងនិយាយទៅមិនសើបានទឹកដៃគាត់ធ្វើចេញមកគឺថាអែមខ្លាំងមែនទែនកប់សេរីយោតែម្ដងបងប្អូនអូ my god បងប្អូននិយាយទៅអូឥឡូវចាំមើលគាត់ចាប់ដើមចាក់ឆ្នូតហើយចាំមើលគាត់ធ្វើគេទៀតបងប្អូនចាំមើលអស់គ្នាទៀតខ្ញុំក៏អត់តាន់ដឹងដែរបងប្អូននិយាយទៅបុរសម្នាក់នេះអាការគាត់ធ្វើអីគេនេះបងប្អូនគាត់ធ្វើគេខ្ញុំភ្លេចបើនិយាយថាចេញរូបរាងមកស្អាតខ្លាំងមែនទែនបងប្អូនដូចជាធោបងប្អូននិយាយទៅគាត់ធ្វើចេញមកមានរូបរាងស្អាតបងប្អូនឥឡូវគាត់ធ្វើចានទៀតអូ my god បងប្អូននិយាយទៅគាត់មិនធ្វើតាចានមកមុខទេសំបីតាវត្ថុប្រើប្រាស់ផ្សេងក៏អាចធ្វើបានច្រើនបងប្អូននេះឥឡូវក៏ពួកចាប់ដើមនេះយកដែកមកឈូអាប្រឡោះកដាលនេះវាមានរុនប្រហោងធំអញ្ចឹងស្រួលយើងដាក់ស្លដាក់អីអញ្ចឹងបងប្អូនអូ my god បងប្អូននិយាយទៅមិនសើមបានធ្វើការធ្វើប្រកបមួយនេះនិយាយទៅតំណងខ្លាំងមែនទេបងប្អូនការធ្វើប្រកបស្ទើរមានបច្ចេកទេសស្តង់ដារត្រឹមត្រូវក៏មិនជាធ្វើឲ្យទៅហើយតែដៃណាឃើញបន្ទាប់គាត់ឈូអាចឈើងចេញហើយនិយាយថាបងប្អូននិយាយទៅចាននេះស្អាតខ្លាំងមែនទេឥឡូវគេការធ្វើប្រកបបានប្រហែល 80% បងប្អូននៅសល់តែ 20% ទៀតហើយនិយាយទៅចានពេលគាត់ធ្វើឲ្យស្អាតខ្លាំងមែនទេណាអូ my god បងប្អូននិយាយទៅមិនសើមបានទឹកដៃគាត់ធ្វើចេញមកកប់សេរីយោតែម្ដងបងប្អូនអូនេះឥឡូវឃើញការធ្វើគាត់ឈូសឈើអាប្រឡោះហ្នឹងចិត្តហើយបងប្អូនចាំមើលពេលគាត់ខាត់ពេលគាត់ដាក់ដុំលឿងនោះទៀតចាននឹងចេញពណ៌មកស្អាតណាស់បងប្អូនអើយនេះឥឡូវក៏ចាប់ដើមខាត់ម្ដងបងប្អូនបន្ទាប់គាត់ធ្វើចេញជារូបរាងក៏ចាប់ដើមខាត់ឲ្យឈើវារលោងស្អាតចឹងបងប្អូនអូ my god បងប្អូននិយាយទៅស្តាបច្ចេកទេសបងប្អូនស្តាបច្ចេកទេសតិចនិចមិនមែនជាធ្វើយកឲ្យទៅហើយពីដៃណាអូខេឥឡូវចានគេស្អាតខ្លាំងមែនទេបងប្អូនចាំមើលគាត់ធ្វើគេទៀតចាំមើលអស់គ្នានេះអាដុំលឿងនេះពេលតែគាត់ដាក់ខាត់ជាមួយនឹងឈើហ្នឹងហើយនិយាយពីថាអាសាច់ឈើហ្នឹងចេញមកស្អាតខ្លាំងមែនទេបងប្អូនអូ my god បងប្អូននិយាយទៅមិនសើមបានបងប្អូននិយាយទៅទឹកដៃគាត់ធ្វើចេញមកអែមខ្លាំងមែនទេណាបងប្អូននេះអូឥឡូវគេអាការធ្វើប្រកបហើយបងប្អូនអញ្ចឹងកុំភ្លេចជួយ follow page ម្នាក់មួយផងបងប្អូន